បាទជំរាបសួរបងប្អូនដែលស្នេហាវិស័យវប្បធម៌ទូងកម្ពុជាថ្ងៃនេះខ្ញុំបាទនាំបងប្អូនមកមើលបាទពីសកម្មភាពហើយនិងរបៀបនៃការបាទគូគំនូឡើងគំនូទៅលើដងខ្លួនទូកបងប្អូនដែលអត់សូវជាបានឃើញពីចំណុចចាប់ផ្ដើមទេថាតើគំនូទូកគេគូរបៀបម៉េចចឹងណាបាទហើយនេះជាងគំនូដែលគាត់កំពុងតែព្រៀងក្បាច់នៅលើក្រដាសកាតុងបាទហើយគាត់គូនៅលើក្រដាសរួចសិនបានចាប់ផ្ដើមគាត់កាត់ប៉ុន្តែសម្រាប់ជាងបាទផ្សេងគឺមានបច្ចេកទេសនិងតិចនិចខុសៗគ្នាបងប្អូនណាអត់អាចដូចគ្នាទេអញ្ចឹងសម្រាប់បងគាត់រៀបចំក្នុងការគូនេះគាត់ព្រៀងលើក្រដាសកាតុងហើយសិនបានគាត់យកទៅរុញថ្នាំនៅលើទូកទៅបានចាប់ផ្ដើមចេញជារាងគំនូគាត់ចាប់ផ្ដើមកាត់ពណ៌យកតែម្ដងហើយនេះគឺជាទូកស្ទឹងសែនធិបតីបារមីក្តីដូងដែលទូកនេះសន្ធិដ្ឋនៅក្នុងវត្តឌួងសូរិយាហើយវត្តក្តីដូងនៅក្នុងខេត្តកំពង់ធំផ្ទាល់តែម្ដងឡើងទ្រនាប់ពណ៌ខ្មៅយ៉ាងរលោងតែម្ដងបងប្អូនបាទហើយរំពេពណ៌ក្រហមរីឯដងខ្លួននៃក្តារបង្ក្រាបនោះក៏ពណ៌ក្រហមដែរហើយយើងចាំមើលថាប៉ាក្បាច់ពណ៌អ្វីឥឡូវយើងបាទបានឃើញហើយនេះបាទអញ្ចឹងក្បាច់គឺពណ៌ទឹកមាសបាទពណ៌ទឹកមាសនេះហើយគឺជាលទ្ធផលសម្រេចមួយបន្ទាប់ពីធ្វើការកាត់ក្បាច់នៅលើក្រដាសកាតុងរួចហើយគឺចាប់ផ្ដើមយកមករុញថ្នាំនៅលើនឹងណាបងប្អូនហើយបន្ទាប់មកមេជាងគាត់អង្គុយផ្ដិតបាទអង្គុយកាត់ពណ៌ទៅតាមក្បាច់មួយឲ្យវាចេញជាសន្លឹកចេញជារង្វេលចេញជាវល្លិបាទភ្ញីទៅតាមគំនូតាមក្បាច់ដែលគាត់បានរៀបចំទុកអញ្ចឹងទៅគឺផ្ដិតព្រៀងដោយដៃផ្ទាល់តែម្ដងអង្គុយផ្ដិតមួយបាទអញ្ចឹងទូកមួយគ្រឿងគឺអត់ងាយទេបងប្អូនណាបាទអញ្ចឹងយូរដែរបាទរយៈពេលទូកមួយបើសិនជាគូជាប់មួយអាទិត្យដែរណាបងប្អូនបាទអញ្ចឹងមួយអាទិត្យហើយសម្រាប់ជាងគឺគាត់យកចិត្តទុកដាក់មែនទែនក្នុងការគូផ្ដិតមួយដើម្បីឲ្យវាចេញរូបរាងដូចបងប្អូនបានឃើញអញ្ចឹងមានអារម្មណ៍ថាក្បាច់នេះគឺរស់រវើកតែម្ដងបងប្អូនណាបាទរង្វេលបាទឆ្វាយពីមួយតង់ទៅមួយតង់បតៈកាឡាគ្នាបាទអញ្ចឹងណាក្បាច់ខ្មែរល្អមែនទែនហើយចាំមើលបាទពេលដែលរួចរាល់ 100% ខ្ញុំនឹងបង្ហាញជូនបងប្អូនម្ដងទៀតថាស្អាតយ៉ាងណាយើងមើលតែប៉ុណ្្នឹងស្អាតបាត់ហើយបាទនេះចំណុចដែលខ្ញុំបាននិយាយពីដើមណាថាគូក្បាច់រួចគេកាត់ហើយគេកាត់របៀបម៉េចគឺរបៀបនឹងឯងណាបងប្អូនមកគឺប្រើកាំបិតស្ដើងយកមកជាទៅតាមក្បាច់ដែលជាងគាត់បានគូណាបាទហើយជារួចហើយនោះវាមានប្រហោងក្បាច់នឹងមកយកទៅបិទនៅលើទូកទៅចាប់ផ្ដើមយករឡូបាទរុញថ្នាំពីលើទៅគឺជាប់ហើយសម្រាប់បាទក្បាច់នេះគឺសន្ធិដ្ឋនៅក្នុងបាទនៅផ្នែកមួយនៃទូកនោះគឺខាងសរងកបាទគឺស្អាតមែនតែនបាទទូកនេះបាទគឺស្ទឹងសែនធិបតីបារមីក្តីដូងនៅក្នុងវត្តបាទឌួងសូរិយាហើយវត្តក្តីដូងនៅក្នុងភូមិក្តីដូងឃុំក្តីដូងស្រុកកំពង់ស្វាយខេត្តកំពង់ធំនេះគឺជាសិស្សប្អូនរបស់ឌួងសូរិយាបុប្ផាស្ទឹងសែនបារមីក្តីដូងហើយឆ្នាំនេះបាទ2026បានត្រៀមខ្លួនសម្រាប់ចុះទឹកបាទនៅក្នុងថ្ងៃទី25 26នៅព្រះរាជពិធីបុណ្យអុំទូកបាទការប៉ាណាំងទូកថ្នាក់ខេត្តនៅលើដងស្ទឹងសែនខេត្តកំពង់ធំផ្ទាល់នេះតែម្ដងអញ្ចឹងអរគុណច្រើនបងប្អូនជម្រាបលា